មានការសម្រេចចិត្តមួយឬពីរដែលជះឥទ្ធិពលខ្លាំងបំផុតដល់ជីវិតអញ្ចឹងហើយបានជាអ្នកចិត្តវិទ្យាគេណែនាំម្នាក់ថារាល់ការសម្រេចចិត្តអនឯងតោងសួរខ្លួនឯងថាការសម្រេចចិត្តនេះ10នាទីទៀតនឹងមានស្អីកើតឡើងការសម្រេចចិត្តនេះ10ខែទៀតនឹងមានអីកើតឡើងការសម្រេចចិត្តនេះ10ឆ្នាំទៀតនឹងមានអីកើតឡើងជួនកាលអនឯងជាប់ថ្នាក់ទី12ហើយអនឯងសម្រេចចិត្តថារៀនជំនាញប្រវត្តិសាស្ត្រការសម្រេចចិត្តនេះប្រហែលជា10នាទីទៀតមានប្រតិកម្មពីមិត្តភ័ក្តិពីបងប្អូនតើហ៎ឲ្យរៀនអាហ្នឹងទៅអីបានប្រយោជន៍អីរកការងារបានធ្វើអញ្ចឹងគេថាឲ្យប្រើរូបមន្ត10 10នាទីនឹងមានអីជា consequence 10ខែនឹងមានអីហើយ10ឆ្នាំនឹងមានអីពេលនរឯងសម្រេចចិត្តថាដើរផ្លូវនេះម្នាក់ទៀតពួកម៉ានឯងសម្រេចចិត្តថាដើរផ្លូវនេះក្នុងរយៈពេល10នាទីប្រហែលជានរឯងទាំងពីរនាក់នៅនិយាយរកគ្នាបានពីព្រោះតែចិត្តដងផ្លូវនេះមិនទាន់បែកឆ្ងាយពីគ្នាទេប៉ុន្តែប្រហែលជាកន្លះម៉ោងទៀតអណៃលែងមើលឃើញគ្នាព្រោះដងផ្លូវទាំងពីរនេះវាបែកគ្នាបាំងដោយផ្ទះដោយដើមឈើដោយអីអណៃនិយាយស្ដាប់គ្នាលែងបានអញ្ចឹងការសម្រេចចិត្តខ្លះភ្លាមអត់មានឃើញការខុសគ្នានៅក្នុងជីវិតទេប៉ុន្តែការសម្រេចចិត្តខ្លះខុសមែនតើអញ្ចឹងសាររបស់ខ្ញុំចំពោះណែទី1សូមឲ្យប្រយ័ត្នរាល់ការសម្រេចចិត្តហើយការសម្រេចចិត្តនេះសូមផ្អែកទៅលើព័ត៌មានឲ្យបានច្រើនព័ត៌មានដែលនរណៃទទួលឲ្យបានច្រើនកុំសម្រេចចិត្តភ្លាមដោយខ្វះខាតព័ត៌មាន